សហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំយុទ្ធនាការដាស់ស្មារតីជាតិផ្សះផ្សាផ្លូវចិត្តប្រជាពលរដ្ឋកម្ពុជាភ្នំពេញឯកឧត្តមហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានដឹកនាំយុទ្ធនាការដាស់តឿនស្មារតីជាតិនាល្ងាចថ្ងៃទី28ខែឧសភាឆ្នាំ2026នៅពហុកីឡដ្ឋានជាតិអូឡាំពិកយុទ្ធនាការដាស់ស្មារតីជាតិនេះមានយុវជននិងសិល្បករសិល្បករនីរួមទាំងសមាជិកសមាជិកាគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជានិងតំណាងក្រសួងស្ថាប័ននិងនិស្សិតតាមសាកលវិទ្យាល័យនិងសមាគមសិល្បៈរួមទាំងសាធារណជនទូទៅប្រមាណ 10,000 នាក់ចូលរួមយុទ្ធនាការស្មារតីជាតិឬ Day of Reckoning ជាយុទ្ធនាការដែលរៀបចំឡើងដើម្បីចងក្រងនិងផ្សព្វផ្សាយឲ្យសាធារណជនជាពិសេសយុវជនជំនាន់ក្រោយបានឲ្យដឹងនិងចងចាំទុកអំពីបទពិសោធន៍និងរឿងរ៉ាវជាមេរៀនដែលកម្ពុជាបានឆ្លងកាត់ការរៀបចំយុទ្ធនាការនេះក៏ជាការបំផុសស្មារតីឲ្យប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈមានការចងចាំមានការឯកភាពជាទស្សនៈជាតិនិងក្រើនរំលឹកដាស់តឿនស្មារតីជាប់ជាប្រចាំពីហានិភ័យនានាដែលអាចកើតមានចំពោះប្រទេសជាតិនិងប្រជាជនយើងគោលបំណងនៃយុទ្ធនាការស្មារតីជាតិគឺជំរុញការចងចាំផ្សារភ្ជាប់ជាមួយការឈឺចាប់ប្រែក្លាយជាកម្លាំងជំរុញទឹកចិត្តរបស់ប្រជាជនដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនស្ថាប័នរបស់ខ្លួននិងសម្រាប់អភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរឹងមាំជាអាចសង្គ្រាមដែលបានកើតឡើងរវាងកម្ពុជានិងថៃនៅក្នុងឆ្នាំ2025ជាសង្គ្រាមដែលកម្ពុជាមិនអាចជ្រើសរើសនិងគ្មានជម្រើសក្រៅពីការពារខ្លួនប៉ុន្តែវាក៏បានបំផុសនិងដាស់ស្មារតីស្នេហាជាតិពីប្រជាពលរដ្ឋគ្រប់រូបនេះជាឱកាសមិនគួរឲ្យបាត់បង់ក្នុងការប្រមូលស្មារតីទៅជាកម្លាំងចិត្តដាស់តឿនដើម្បីពង្រឹងភាពរឹងមាំរបស់ជាតិសកម្មភាពសំខាន់នៃយុទ្ធនាការដើម្បីសម្រេចបាននៅចក្ខុវិស័យដែលបានកំណត់យុទ្ធនាការស្មារតីជាតិរៀបចំសកម្មភាពសំខាន់មួយចំនួនដូចជាគឺជាការតាំងបង្ហាញដែលត្រូវបានរៀបចំឡើងដើម្បីលាតត្រដាងនៅការពិតតាមរយៈការបង្ហាញអំពីការបដិវត្តអំពីការឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាពកម្ពុជានៅក្នុងឆ្នាំ2025ដែលភ្ជាប់មកជាមួយរូបភាពនិងខ្លឹមសារព័ត៌មានដែលដកស្រង់ចេញពីប្រភពផ្លូវការជាពិសេសផលប៉ះពាល់ដែលបន្សល់ពីការឈ្លានពានមកលើបេតិកភណ្ឌជាតិមនុស្សជាតិច្បាប់អន្តរជាតិព្រមទាំងការបង្ហាញឲ្យឃើញពីការរួបរวมសាមគ្គីរបស់ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសក្នុងការទាមទាររកសន្តិភាពត្រឡប់មកវិញលើសពីការតាំងបង្ហាញកម្មវិធីនេះផ្ដល់ជាវេទិកាសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់រូបមករួមគ្នាដើម្បីបង្ហាញនូវការដឹងគុណចំពោះវីរជនកម្ពុជាដែលបានពលីក្នុងការការពារបូរណភាពជាតិកម្មវិធីពិព័រណ៍ផលិតផលខ្មែរធ្វើបានចូលរួមជំរុញគាំទ្រផលិតផលក្នុងស្រុកគឺជាកម្មវិធីដែលប្រមូលផ្ដុំនៅផលិតផលខ្មែរដើម្បីបង្ហាញពីគុណភាពនៃផលិតផលក្នុងស្រុកនិងសមត្ថភាពរបស់កូនខ្មែរជាពិសេសបំផុសស្មារតីគាំទ្រផលិតផលជាតិលើសពីការតាំងបង្ហាញផលិតផលក្នុងស្រុកកម្មវិធីពិព័រណ៍ចូលរួមចំណែកតូចមួយក្នុងការលើកស្ទួយសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើននាពេលអនាគតផ្ទាំងគំនូរធំសិល្បៈដើម្បីសន្តិភាពគឺជាកម្មវិធីមួយដែលនឹងនាំមកនូវការជួបជុំគ្នានៃវិចិត្រករជាច្រើនរូបក្នុងការគូសគំនូរមួយផ្ទាំងដ៏ធំផ្ទាំងគំនូរនេះនឹងមិនត្រឹមតែប្រើប្រាស់សិល្បៈគំនូរមកបង្ហាញពីរឿងរ៉ាវដែលកម្ពុជាបានឆ្លងកាត់នោះទេប៉ុន្តែផ្ទាំងគំនូរនេះនឹងបង្ហាញពីអារម្មណ៍ដែលប្រជាជាតិខ្មែរទទួលបានចំពោះអ្វីដែលបានឆ្លងកាត់ការឈឺចាប់ការបាត់បង់ការអត់ធ្មត់តស៊ូដើម្បីជំនះបញ្ហាលើសពីនេះផ្ទាំងគំនូរមួយនេះក៏ជាការចូលរួមគុណូបការៈដល់វីរជនដែលបានពលីវីដេអូឯកសារតម្លៃនៃសន្តិភាពគឺជាការចងក្រងនៅវីដេអូឯកសារស្ដីអំពីតម្លៃនៃសន្តិភាពដែលនឹងផ្ដោតសំខាន់លើការស្វែងយល់អំពីបទពិសោធន៍ជាក់ស្ដែងរបស់ប្រជាពលរដ្ឋមកពីមួយជំនាន់ទៅមួយជំនាន់ដែលបានឆ្លងកាត់នៅរឿងរ៉ាវលំបាកផ្សេងគ្នាជាពិសេសគឺនៅពេលដែលសន្តិភាពជាតិត្រូវរងការគំរាមកំហែងមានការរៀបចំការប្រកួតប្រជែងនានាដូចជាការប្រកួតស្នាដៃគំនូរកុមារអត្ថបទសំណេរការថ្លែងសន្ទរកថានិងស្មូតកំណាព្យ